ទៅដាក់កូនប្រុសបើនឹងសិនចាំមើលថ្ងៃណាមួយវាក្រោកឡើងនៅខ្លួនឯងចាំមើលទៅវាអត់នឹងអស់ចាប៉ុណ្ណាព្រោះរាល់ថ្ងៃគេចាំតទៅឲ្យគេដាស់វេហាក្រោកឡើងកូនដល់មុនទៅស្លាយហើយរាល់ថ្ងៃត្រូវតែអល់ម៉ែតណាស់ទើបក្រោកកើតបាទម៉ាក់ឲ្យកូនសុំគេង5នាទីទៅសិនអត់ទេម៉ាក់មិនឲ្យកូនគេងទៀតទេក្រោកឥឡូវនេះម៉ោងនេះគេទៅដល់ស្លាយអស់ហើយនៅតែកូនម្នាក់ឯងទេដែលគេមិនចង់ក្រោកនោះI don't want to wake up early for sureវាហាជាក្មេងចូលចិត្តគំនោម្នាក់គេរស់នៅតែពីរនាក់ជាមួយម្ដាយរបស់គេជារៀងរាល់ព្រឹកម្ដាយរបស់វេហាតែងដាស់គេពីព្រលឹមដើម្បីហាត់ប្រាណមួយផ្លែតរួចហើយក៏នឹងរៀបចំខ្លួនទៅសាលាវេហាគេមិនចូលចិត្តក្រោកពីព្រលឹមដូច្នេះទេរាល់ថ្ងៃគឺគេក្រោកឡើងបែបនេះដែលមិនពេញចិត្តជារៀងរាល់ថ្ងៃទម្លាប់បែបនេះត្រូវបានកើតឡើងជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃមួយវេហាថ្ងៃនេះម៉ាក់មានរឿងចង់ប្រាប់កូនមួយគឺថាម៉ាក់ត្រូវទៅរស់នៅជាមួយប៉ាកូនមួយរយៈនៅឯខេត្តដែលគាត់ធ្វើការដូច្នេះហើយក្នុងកំឡុងពេលនោះកូនត្រូវរៀនរស់នៅម្នាក់ឯងតើកូនគិតយ៉ាងម៉េចដែរព្រោះម៉ាក់ទៅឬអត់នឹងបាទម៉ាក់សម្រាប់ការរស់នៅប្រចាំថ្ងៃគឺកូនមិនអីទេកូនអាចរស់នៅបានកូនអាចរ៉ាប់រងមើលថែខ្លួនឯងបានតែកូនច្បាស់ជានឹកម៉ាក់ខ្លាំងហើយបើកូននឹកម៉ាក់កូនអាចទូរស័ព្ទមកលេងម៉ាក់បានគ្រប់ពេលកុំបារម្ភពីរឿងនេះអីណាកូនម៉ាក់ឃើញថាឥឡូវនេះកូនធំគ្រប់គ្រាន់ហើយល្មមអាចមានឯករាជ្យភាពខ្លួនឯងបានខ្លះហើយបាទម៉ាក់អញ្ចឹងកូនសូមផ្ដាំម៉ាក់ឲ្យសុខទុក្ខលោកប៉ាជំនួសកូនផងណាកូនក៏ណាប៉ាដែរមិនអីទេណាកូនចាំម៉ាក់ប្រាប់ប៉ាកូនឲ្យមុននឹងម៉ាក់ចេញទៅម៉ាក់ក៏ចង់ផ្ដាំកូនរឿងមួយចំនួនសិនម៉ាក់ដឹងថាកូនឥឡូវនេះធំហើយត្រូវការរស់នៅម្នាក់ឯងជារឿងដែលធ្វើឲ្យកូនរឹងមាំតែក៏ត្រូវប្រយ័ត្នផងដែរណាកូនកុំដើរលេងជាមួយមិត្តភ័ក្តិច្រើនពេកកុំចំណាយពេលអត់ប្រយោជន៍កុំភ្លេចខ្លួនលេងទូរស័ព្ទដល់យប់ជ្រៅឆាប់ចូលគេងឆាប់ក្រោកឡើងពេលទំនេរអានសៀវភៅបានច្រើនហើយខិតខំរៀនសូត្រណាកូនបានម៉ាក់កូនយល់ហើយសូមម៉ាក់កុំបារម្ភពីកូនឯណាកូននឹងខិតខំប្រឹងប្រែងហើយសូមជូនពរឲ្យម៉ាក់និងប៉ាមានសុខភាពល្អនិងសុខសប្បាយជានិច្ចម៉ាក់ទៅបាត់ហើយខ្ញុំនឹកម៉ាក់ណាស់ប៉ុន្តែវាគ្រាន់តែជារយៈពេលខ្លីប៉ុណ្ណោះបន្ទាប់ពីនេះម៉ាក់នឹងត្រឡប់មកវិញជាមួយប៉ាហើយពួកយើងនឹងរស់នៅជាមួយគ្នាយ៉ាងសប្បាយទៅវាក៏ល្អម្យ៉ាងដែរពេលនេះខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើបានចាប់ពីស្អែកទៅគ្មានអ្នកណាមកដាក់ខ្ញុំពីព្រលឹមទៀតទេអញ្ចឹងដាក់មករស់សិនទុកឲ្យខ្លួនឯងភ្ញាក់ឡើងពេលណាក៏បានម្ដាយរបស់វេហាបានផ្លាស់ប្ដូរទីលំនៅបណ្ដោះអាសន្នទៅរស់នៅជាមួយឪពុករបស់គេនៅតាមខេត្តឆ្ងាយចាប់ពីពេលនោះមកវេហាត្រូវរស់នៅម្នាក់ឯងគេនឹកគ្រួសារតែគេក៏មានសេរីភាពធ្វើអ្វីដែលគេចង់ធ្វើអូហូគេបានទៅទៀតសិនសាន់នីគ្នានេះយើងញ៉ាំអីសម្រាប់អាហារថ្ងៃត្រង់ថ្ងៃនេះខ្ញុំមិនសូវឃ្លានទេខ្ញុំចាំតែញ៉ាំអាហារជាមួយម៉ាក់របស់ខ្ញុំនៅផ្ទះវិញតែបើឯងឃ្លានខ្ញុំអង្គុយកំដៅឯងញ៉ាំអីបានណាអរគុណច្រើនសាន់នីនិយាយអញ្ចឹងបេហាហើយអ្វីប៉ុន្មានថ្ងៃនេះឯងមកសាលាយឺតពេលរហូតវាមិនមែនជារឿងគួរឲ្យបារម្ភទេសាន់នីគ្នាមកយឺត
ព្រោះឥឡូវនេះគ្នាមានឯករាជ្យភាពហើយគ្នាមិនមានម៉ាស់ពីប្រឡំទៀតទេ មានឯករាជ្យភាពគឺល្អតែឯងកុំបណ្ដាលខ្លួនឲ្យធ្វើតាមតែចិត្តពេកណាវេហាទម្លាប់មកឲ្យតាន់ពេលវេលាវិញមកមិនសម្លាញ់ អរគុណហើយណាសានីតែមិនអីទេគ្នាធំហើយពេលនេះគ្នាចេះគិតគូរហើយគ្នាមកយឺតតែពេលណាមិនសូវសំខាន់ប៉ុណ្ណោះតា អូហូអញ្ចឹងទេតែថ្ងៃស្អែកគឺជាថ្ងៃប្រឡងគំនូគ្នាសង្ឃឹមថាឯងមកតាន់ពេលវេលា គ្នាដឹងហើយសានីប្រឡងគំនូមួយឆ្នាំមានតែម្ដងបើគ្នាមកមិនទាន់មានតែចាំឆ្នាំក្រោយណាមួយគ្នាជួយចិត្តគំនូណាស់គ្នាមិនឲ្យឱកាសនេះបាត់បង់ទេ គេចាប់ផ្ដើមប្រឡងពីម៉ោង 7 ព្រឹកបើឯងយឺតតែ1នាទីឱកាសនេះនឹងខកខានភ្លាម អូខេមិត្តសម្លាញ់គ្នានឹងព្យាយាមមកឲ្យតាន់ពេលវេលា បន្ទាប់ពីសន្ទនាជាមួយសានីរួចវេហាក៏បានបន្តកិច្ចការគេដូចស្តប់ដងលុះពេលល្ងាចឡើងគេក៏បានរៀបចំខ្លួននឹងរំភើបជាខ្លាំងព្រោះគេបានឲ្យតែដល់ថ្ងៃស្អែកបានប្រឡងគំនូ លុះស្អែកឡើងម៉ោងរោក៏រោដូចរាល់ដងសំឡេងរោនៅតែទឹងតែវេហាមិនបានក្រោកឡើងទេពេលភ្ញាក់ឡើងវិញព្រះអាទិត្យក៏រះខ្ពស់រួចហើយវេហាបានដឹងខ្លួនភ្លាមថាគេបានខកខានការប្រឡងគំនូដែលគេស្រឡាញ់បំផុតហើយវេហាមិនខឹងនរណាទេតែខឹងនឹងខ្លួនឯងព្រោះការមកយាយបន្តិចបន្តួចដែលគេគិតថាមិនអីបានខ្លាចទៅជាទម្លាប់ដោយគេមិនដឹងខ្លួនកុំហោះបន្តិចបន្តួចបើយើងមើលរំលងជារៀងរាល់ថ្ងៃវាអាចខ្លាចទៅជាទម្លាប់ហើយទម្លាប់តូចៗទាំងនោះអាចប្លន់យកឱកាសធំពីជីវិតរបស់យើងនៅថ្ងៃណាមួយមិនខានវេហាបានរៀនមេរៀនមួយមេរៀនដែលគ្មាននៅក្នុងសៀវភៅចាប់ពីថ្ងៃនោះមកគេរៀនគ្រប់គ្រងពេលវេលារៀនមានវិន័យនិងមិនមើលរំលងពីរឿងតូចៗទៀតទេ